សួស្តីអ្នកនរគ្នាបាទត្រឡប់មកវិញជាមួយនឹងវីដេអូទី2តពីភាគមុនបាទនៅក្នុងវីដេអូទី2នេះគឺខ្ញុំនឹងបង្ហាញអ្នកនរគ្នាអំពីរបៀបដាក់ effect ដូចជា reverb និង delay ទៅកាន់បាទ sampler ដែលយើងបានដាក់នៅក្នុងនេះបាទជំហានទី1អ្នកនរគ្នាចុចលើ sampler បាទនេះហើយយើងចុចពាក្យថា track បាទគឺវារត់ចូល mixer នេះបាទអូខេបាទទី2បាទនេះគឺយើងធ្វើដូចគ្នាបាទ clap ហើយខ្ញុំចង់ឲ្យវាចូលទី6យើងអូសវាទៅលេខទី6ឬក៏យើងអាចចុចលើលេខ6យើងម៉ៅឆ្វេងលើវាចុចចេញពណ៌បែបនេះយើងចុចលេខ6មកបាទវាចូលហើយបាទនេះគឺជាបាសចុច track មកវាចូល track ថ្មីហើយនេះគឺជា melody ដែលខ្ញុំធ្វើមុនkeyboard នៅមកទេបាទបើកុំឲ្យខាត់ពេលវេលាយូរបាទយើងទៅតែម្ដងទៅបាទជាដំបូងគឺខ្ញុំចង់មិចសំឡេង melody នេះមុនបាទវានៅ pattern track ទី8បាទយើងដាក់ EQ វាមួយមកបាទ EQ របស់ SL Studio ដែលយើងមិនប្រើអីញ៉ៃច្រើននេះខ្ញុំបិទ low វាចោលខ្ញុំបិទ mid ទី4នេះមួយទៀតបាទកុំឲ្យវាចាក់ទៅជាពេកគឺខ្ញុំបិទ high ទី7និងទី6ឡើង high ទី7តិចថយទី2ខ្លាំងវិញបាទនេះគឺជាសំឡេងខ្ញុំចង់បានហើយតោះមកខ្ញុំដាក់ effect វិញខ្ញុំដាក់ reverb 2បើអស់ low cut តិចបាទតោខ្លាំងពេកយើងថយ weight នេះមួយសិនបាទពោះបាសនេះគឺខ្ញុំអត់មិនអីទេគឺខ្ញុំមិនទម្លាក់ high វាបាទបិទ EQ នេះចោលមួយសិនបាទខ្ញុំស្ដាប់បាសទៅដាក់ effect វាបាទបាននាទីហើយបាទអូ3នាទីហើយខ្ញុំប្រើ KSAMR Vol 1បាទនៅក្នុងនេះក្នុង effect ខ្ញុំយក fill មុនបាទយក long fill បាទនេះគឺជាមេរៀនមួយសម្រាប់ដែលអ្នកបកកែ fit tempo ត្រូវបាទអូនេះវាត្រូវស្រាប់បាទខ្ញុំបាច់ស្រេទេដោយសារតែអានេះគឺ128 BPM ស្រាប់បាទSL 21គឺថាវាស្រួលប្រើបាទយើងអាចទាញអានេះតាមចិត្តបាទចុចបើកតានេះមួយមកបាទណែឃើញទេយើងអាចមូល volume ទៅនេះបាន
setup របស់គេមកទេណាបាទខ្ញុំធ្វើតាមរបស់គេដែរទេបាទ present គេធ្វើអញ្ចឹង ដាក់ short field មួយបាទនេះខ្ញុំធ្វើជាលក្ខណៈងាយខ្ញុំអត់ខ្វល់អត់មានស្មុគស្មាញច្រើនកុំឲ្យគិតច្រើនបាទ ខ្ញុំដាក់វាឡើងតិចអូ simple រើសស្រាប់ពីមានល្អច្រើនអូខេហើយយើងអាចរកបានពីណាក៏បានសលេងស្តៀងអីក៏អាចយកមកប្រើបានដែរព្រោះយើងកុំខ្វល់ច្រើនពេកបាទ DJ ខ្ញុំចង់បានសលេងរាយមួយក្នុងផាកនេះក៏ខ្ញុំមានដែរ Vanguard Vol 1 Symbol អូខេខ្ញុំឆ្លាញ់អានេះអូដាក់មកមិនខ្វល់ថាវានៅទីណាទីណីទេបើក pattern ថ្មីឲ្យវាមួយអូខេយកនេះមកលឿនបាទអូយើងលឺពេកបាទយើងទៅថយសលេងមកយើងមិនបាច់ទៅខ្វល់អីទេសលេងប៉ុណ្ណេះយើងទទួលយកបានខ្ញុំសម្រាប់ខ្ញុំឬសម្រាប់បងប្អូនបាទដាក់ម៉ាលីត្រូវទៅជាខ្លួនឯងទៅបាទយើង rename ឈ្មោះវាមួយបាទដល់ពេលយើងទាញ pattern ក្រោយបាទយើងស្រួលប្រើអាហ្នឹងគឺជាទម្លាប់ល្អមួយសម្រាប់បងគ្នាយើងដែលជា producer អញ្ចឹងណាប៉ុន្តែខ្ញុំមិនជាអ្នកចេះណាស់ណាទេខ្ញុំនៅតែនិយាយដូចពីខ្ញុំនិយាយពីខាងដើមដំបូងអញ្ចឹងថាខ្ញុំអត់ចេះអីទេបាទនេះគ្រាន់តែជា basic ដែលខ្ញុំចែកទៅគ្នាយើងបាទដែលចាប់ផ្ដើមស្គាល់ SL Studio ដំបូងដូចជាខ្ញុំផ្ទាល់ណាប៉ុន្តែខ្ញុំបានចាប់ផ្ដើមវាយូរហើយប៉ុន្តែខ្ញុំទៅតែយើងថារកឃើញខ្លួនឯងឥឡូវនេះដែរទេ2020អីទេបាទដែលខ្ញុំចាប់ផ្ដើមមកគឺ2010 7 18 2000ចុង2017ហ្នឹងបាទអូខេ9នាទីទៀតហើយបាទឥឡូវបាទខ្ញុំបន្ថែម effect ឲ្យអ្នកទាំងអស់គ្នាតិចទៀតដើម្បីចប់វីដេអូបាទបាទនេះឡយ
ថយសំឡេងបែបនេះទៀតហើយបាច់ទៅខ្វល់ច្រើនពេកបើកន្លែងណាស្ដាប់ឮខ្លាំងពិបាកឮគឺយើងត្រូវការទម្លាក់វាទៅបាទឥឡូវតែប៉ុណ្្នឹងដើម្បីចប់វីដេអូយើងនឹងតមេរៀនរបស់យើងនៅក្នុងវីដេអូក្រោយទៀតបាទសូមអរគុណសូមគោរពលាបាទអរគុណច្រើនតែមុននឹងគោរពលាយើងស្ដាប់វាប្រហើយរបស់យើងទៅ